Radio Free Asia.មហាបាតកម្មអហិង្សារបស់គណៈបកសង្គ្រោះជាតិបានឈានចូលដល់ថ្ងៃទី3ជាថ្ងៃបញ្ចប់ហើយនៅថ្ងៃទី25ខែតុលាឆ្នាំ2013ថ្នាក់ដឹកនាំនិងអ្នកគាំទ្រគណៈបកសង្គ្រោះជាតិរាប់ម៉ឺននាក់បានបន្តដង្ហែញត្តិនិងស្នាមមេដៃទៅកាន់ស្ថានទូតចំនួន5ទៀតស្ថានទូតទាំង5នោះគឺមានស្ថានទូតអូស្ត្រាលីស្ថានទូតរុស្ស៊ីស្ថានទូតជប៉ុនស្ថានទូតឥណ្ឌូនេស៊ីនិងស្ថានទូតចិនមហាបាតកម្មអហិង្សា3ថ្ងៃរបស់គណៈបកសង្គ្រោះជាតិគឺបានដង្ហែញត្តិទៅកាន់ស្ថានទូតចំនួន8និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាលោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិបានថ្លែងថាប្រទេសជាហត្ថលេខីនៃសិទ្ធិសញ្ញាសន្តិភាពទីក្រុងប៉ារី$23និងពិនិត្យឡើងវិញអំពីស្ថានភាពនយោបាយនៅកម្ពុជាប្រទេសជាហត្ថលេខីទាំងអស់នឹងគោរពពាក្យសន្យារបស់ខ្លួនជួយតម្រង់ទិសតម្រង់ផ្លូវឲ្យរដ្ឋាភិបាលស្រុកខ្មែរបច្ចុប្បន្នគោរពគោលការណ៍លទ្ធិជាតិបតេយ្យគោរពសិទ្ធិមនុស្សឲ្យបានពេញលេញហើយយើងទាមទារការពិតទាក់ទងទៅនឹងការបោះឆ្នោតដើម្បីផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋអរគុណច្រើនណាស់ប្រជាពលរដ្ឋដែលចូលរួមហែក្បួនយកញត្តិនិងស្នាមមេដៃទៅដាក់ជូនស្ថានទូតនៅថ្ងៃទី25បានស្រែកជ័យឃោសនៅតាមដងវិថីដែលពួកគេបានធ្វើដំណើរឆ្លងកាត់បើទោះបីយ៉ាងណាមហាបាតកម្មអហិង្សាលើកទី3របស់គណៈបកសង្គ្រោះជាតិនឹងបញ្ចប់នៅល្ងាចថ្ងៃទី25តាមការគ្រោងទុកខ្ញុំមុំសុផុនវិទ្យុអាស៊ីសេរីក្រុងភ្នំពេញ